ជំរាបសួរបងប្អូនថ្នាក់ទី5ទាំងអស់គ្នាថ្ងៃនេះមកជួបលោកគ្រូភាសាទៀតជាមួយនឹងមេរៀនទី5គណិតវិទ្យារបស់យើងគឺផលធៀបនិងភាគរយបាទអញ្ចឹងលោកគ្រូលើកយកលំហាត់មួយគេថាចូលគណនាភាគរយនៃមួយចំនួនអញ្ចឹងយើងមាន 9% នៃ 1000 តើស្មើប៉ុន្មានបាទអញ្ចឹងការគណនាភាគរយនៃមួយចំនួនយើងអាចគណនាបានពីររបៀបបាទទី1គឺយើងបដូរទៅជាទស្សភាគហើយបានយើងគុណនឹងចំនួននោះទី2យើងគ្រាន់តែបដូរត្រឹមតែជាប្រភាគយើងគុណតែម្ដងអញ្ចឹងថ្ងៃនេះលោកគ្រូចង់ឲ្យអូនចេះបដូរពីភាគរយហ្នឹងទៅជាទស្សភាគហើយគុណបាទហើយជំហានទី2លោកគ្រូបដូរភាគរយហ្នឹងទៅជាប្រភាគហើយយើងគុណនឹងចំនួននោះតែម្ដងតោះឥឡូវយើងមកធ្វើទាំងអស់គ្នាបាទទី1លោកគ្រូចង់ឲ្យអូនចេះបដូរពីបាទ 9% នេះទៅជាទស្សភាគហើយយើងគុណឧទាហរណ៍ 9% អញ្ចឹងយើងបដូរយ៉ាងម៉េចឲ្យបានទៅជាទស្សភាគអញ្ចឹងយើងសរសេរ 9/100 បាទហ្នឹងហើយអញ្ចឹងយើងបានប៉ុណ្ណឹងបើសិនជានេះយើងយកលេខ 9 ចែកនឹង 100 យើងចេញទស្សភាគឯងអញ្ចឹងមួយទៀតបើសិនជាភាគបែង100ឬក៏ភាគបែង10ភាគបែង1000អូនមិនបាច់ចែកខាតពេលទេយើងគ្រាន់តែសរសេរលេខភាគយកមកបាទអញ្ចឹងអូនមើលខាងក្រោមគឺមាន02អញ្ចឹងអូនធ្វើម៉េចសរសេរក្រោយគ្មានឲ្យបាន2ខ្ទង់អញ្ចឹងយើងមានលេខ9មួយហើយបើសិនជាអត់មានលេខយើងចំនួនដោយ0តោះនេះតែយើងសរសេរលេខ9នេះមុនហើយបើសិនជាអត់មានលេខចំនួន0ហើយចាំយើងចុចអញ្ចឹងយើងដាក់0មកយើងបានជាទស្សភាគគឺ 0.09 បាទអញ្ចឹងយើងយកទស្សភាគមកបាទ 0.09 នេះយើងគុណជាមួយនឹងចំនួននោះមកស្មើប៉ុន្មានបាទចំនួននោះគឺ 1000អញ្ចឹងយើងគុណមកចេញបាទហ្នឹងហើយអញ្ចឹងលោកគ្រូគុណភ្ជាប់តែម្ដងបាទបាទអញ្ចឹងគុណងាយអូនគុណមក9ម្ដង9 9 0 ដង0សំទោស1 0 ដង 0ណា1 0 ដង 0ហើយយើងថែម0 3បាទអញ្ចឹងយើងរាប់0 03មកបាទ1បាទយើងរាប់ក្បៀសមក1 2 1 2បាទអញ្ចឹងយើងបាន90បាទហ្នឹងហើយកន្លែងនេះគឺ15%អញ្ចឹងយើងបដូរទៅជាទស្សភាគសិនបាទអញ្ចឹងយើងសរសេរ15%ស្មើនឹង15ភាគ100អញ្ចឹងយើងសរសេរលេខភាគយកឲ្យហើយមកបាទអញ្ចឹងយើងរាប់មកបាទ1 2បាទកន្លែងនេះ1 2 1 2អញ្ចឹងយើងបានកន្លែងនេះមកបាទអញ្ចឹងយើងបាន 0.15 បាទទស្សភាគបាន 0.15 យើងគុណនឹងចំនួននោះមក 5000 เนาะបាទហ្នឹងហើយបាទអញ្ចឹងយើងស្មើเนาะបាទអញ្ចឹងយើងគុណមកបាទគុណនឹង 5000 លោកគ្រូគុណភ្ជាប់តែម្ដងមកបាទ5 ដង 25សេលេខ5ត្រា2 5 ដង 5 5 នឹង 2 7 5 0 ដង 0បាទយើងថែម0 3 1 2 3ហើយយើងរាប់ទស្សភាគកាត់ក្បៀសមក1 2 1 2អញ្ចឹងយើងបានបាទយើងបានប៉ុន្មាន750បាទ750បាទកន្លែងនេះលោកគ្រូសេតិចមកបាទ750បាទហ្នឹងហើយអញ្ចឹងវីដេអូបន្ទាប់លោកគ្រូនឹងឲ្យអូនចេះគុណប្រភាគទៅជាមួយនឹងចំនួននោះគឺបានន័យថាយើងបដូរពីទស្សភាគរយនេះទៅជាប្រភាគ